ចឹង slide បន្ទាប់នេះគឺយើងមកដឹងអំពី UX មានថា user experience ដែលវាកំណត់ទៅលើអារម្មណ៍របស់អ្នកប្រើប្រាស់ហ្នឹងទៅលើ user interface របស់យើងមានថាinterface របស់យើងហ្នឹងអ្នកប្រើប្រាស់ហ្នឹងពេលដែលគាត់ប្រើប្រាស់ទៅស្រួលអត់គាត់ចង់ចុចទៅលើប៊ូតុងហ្នឹងអាប៊ូតុងហ្នឹងវា smooth អត់មើលទៅ interface ហ្នឹងវាស្អាតមែនប៉ុន្តែនៅពេលដែលយើងចង់ចុចអីមួយវាបាក់ហើយចឹងទៅអាហ្នឹងមានថាអារម្មណ៍របស់អ្នកប្រើប្រាស់ហ្នឹងទៅលើ interface របស់យើងដែលយើងបាន design ហ្នឹងអញ្ចឹងគោលដៅរបស់វាហ្នឹងគឺដើម្បីឲ្យអ្នកប្រើប្រាស់ហ្នឹងងាយស្រួលនៅក្នុងការប្រើប្រាស់ទៅលើ interface របស់យើងហើយមក slide បន្ទាប់នេះគឺការប្រៀបធៀបរវាង UX ហើយនិង UI ដែលទី1នេះគឺ UX designer គឺគាត់សំខាន់ផលគាត់ទូនាទីសំខាន់របស់គាត់នោះគឺផ្ដោតទៅលើការបង្កើត product មួយដើម្បីដោះស្រាយទៅលើបញ្ហាអ្វីមួយរបស់មនុស្សសប្តាហ៍ថ្ងៃហ្នឹងហើយ UI designer វិញគឺគាត់ធ្វើការផ្ដោតសំខាន់ទៅលើការ design pattern ហើយនិង micro detail of the product មានថាគាត់ design ទៅលើinterface នឹងទាក់ទងជាមួយនឹងប៊ូតុងទាក់ទងជាមួយនឹង color ទាក់ទងជាមួយនឹង style នេះមើលទៅឲ្យវាស្រស់ស្អាតហើយងាយស្រួលប្រើប្រាស់ផងដែរទី2គឺ UX designer គិតអំពី how the best to make a product easy to use មានថាUX ហ្នឹងគឺគាត់ត្រូវតែធ្វើម៉េចឲ្យ user ហ្នឹងគឺគាត់ងាយស្រួលនៅក្នុងការប្រើប្រាស់ product របស់គាត់អារម្មណ៍របស់គាត់ហ្នឹងមើលប្រើទៅ enjoy អត់ប្រើទៅងាយស្រួលប្រើអត់មិនមែនថាចូលមកដល់ website អត់ដឹងថាត្រូវទៅណាទៅណីទេអញ្ចឹងហើយមើលទៅពិបាកប្រើហ្មងអាហ្នឹងគឺមិនជា user experience ល្អទេរីឯ user interface វិញការទុនទីរបស់គាត់សំខាន់ហ្នឹងគឺផ្ដោតទៅលើការបង្កើត product មួយដែលមើលទៅ interface ហ្នឹងអ្នកស្រស់ស្អាតហើយមើលទៅ enjoy ជាមួយនៅក្នុងការប្រើប្រាស់ហ្នឹងទី3វិញគឺតាក់ទងជាមួយនឹង UX design ហ្នឹង can be used for both tangible and intangible product មានន័យថា user experience គឺវាអាចផ្ដោតទៅលើ physical ហើយនិង invisible មានន័យថា physical នេះមានន័យថាម៉េច user experience ឧទាហរណ៍ថាយើងប្រើប្រាស់ទៅលើម៉ាស៊ីនឆុងកាហ្វេឬក៏យើងអង្គុយទៅលើអីហ្នឹងថា physical ហើយយើងប៉ះផ្ទាល់ហ្មងរីឯ invisible នេះមានថាការប្រើប្រាស់ឧទាហរណ៍ថាការប្រើប្រាស់ទៅលើ website software អីចឹងនៅលើ screen លើ computer ហ្នឹងគេហៅថា invisible ហើយ intangible ហ្នឹងរីឯ UI វិញ design to be limited to digital interface មានថា UI គឺមិនអាចសម្រាប់ physical បានទេគឺបានតែ digital interface មានថាអីដែលយើងឃើញនៅលើ screen អីដែលយើងឃើញនៅលើwebsite ចឹងទៅដល់ពេលទី4គឺ UX is what we មានថា UX គឺមានថាអ្វីដែលយើងនឹងជាអ្នកប្រើប្រាស់ហ្នឹងមានអារម្មណ៍ប្រើប្រាស់អារម្មណ៍នៅក្នុងការប្រើប្រាស់ទៅលើ web interface ហ្នឹងថាវាមិនទៅវាមិនដែរវាស្រួលប្រើអត់វាមើលទៅតាក់ទាញអត់រីឯ UI វិញគឺអ្វីដែលយើងមើលឃើញហើយប្រើប្រាស់ទៅលើអ្វីដែលយើងបាន design ហ្នឹង interface ហ្នឹងតែនេះគឺជា brief slide ដែល user interface ហើយនិង user experience ហ្នឹងគួរតែដឹងដែល user interface ហ្នឹងគឺ focus ទៅលើ visual design មានថាការដែលយើង design ហ្នឹងមើលទៅគួរឲ្យចាប់អារម្មណ៍អត់មើលទៅ good look អត់ហើយ color វាហ្នឹងមើលទៅតាក់ទាញអត់មិនមែនយើងចេះតែ design ហើយយើងលាយ color 7 8ពណ៌មកមើលទៅគឺវា messy វាអត់គួរចង់ប្រើមើលទៅវាញ៉ៃណាហើយ typography វាមិនដែរហើយ graphic design យើងហ្នឹងភាពច្បាស់ថាយើង design ទៅលើ website យើងរើពណ៌ color រើអីហើយរើស្អាតតែប៉ុន្តែអា graphic យើងហ្នឹងវាអត់សូវច្បាស់អញ្ចឹងក៏វា affect ដែរថា user interface ហ្នឹងគឺវាអត់គួរឲ្យចង់ប្រើទេអញ្ចឹងគឺវាត្រូវទៅទាំងព្រមទាំងអស់ហ្នឹងរីឯ user experience វិញដើម្បីឲ្យអារម្មណ៍អ្នកប្រើប្រាស់ហ្នឹងកាន់ងាយស្រួលក្នុងការប្រើប្រាស់គឺយើងត្រូវតែចេះ research ថាអ្នកប្រើប្រាស់ហ្នឹងវ័យណាអ្នកប្រើប្រាស់ហ្នឹងក្មេងចាស់ឬក៏ប្រុសស្រីជាងយើងត្រូវដឹងអំពីការ research អ្នកបានច្រើនហើយដឹងអំពី usability
អំពី use flexibility ហើយនិងអំពី wireframe ផងដែរ